គ្រប់នឹងជម្រាបសួរដល់ប្រជាជនកម្ពុជាទាំងអស់ខ្ញុំបាទវិជ្ជាមណ្ឌលនាំកាញ់រិទ្ធថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីយកមកចែករំលែកនោះគឺ HIV និងជំងឺ AIDS តើទាំងពីរនេះវាខុសគ្នាបែបណាខ្ញុំអត់បានលើកយកមកនិយាយនៅក្នុងវីដេអូនេះទេតែបើចង់ដឹងខ្ញុំនឹងធ្វើនៅវីដេអូក្រោយដើម្បីបកស្រាយលម្អិតពីភាពខុសគ្នារវាង HIV និងជំងឺ AIDS ថាវាខុសគ្នាបែបណាដោយសារតែមានឃើញ trending ជាខ្លាំងមួយរយៈនេះទាក់ទងជាមួយនឹងមាន content creator ម្នាក់ដែលគាត់បានចម្លងទៅដល់ដៃគូផនគាត់អញ្ចឹងឃើញថាមានការ trending ជាខ្លាំងប៉ុន្តែខ្ញុំអត់បានលើកយករឿងហ្នឹងយកមកនិយាយទេអ្វីដែលខ្ញុំចង់លើកយកគឺទាក់ទងជាមួយនឹង3ចំណុចសំខាន់ដូចជាថ្នាំដែលទាក់ទងជាមួយនឹងជំងឺ AIDS និង HIV ហ្នឹងនិងមួយទៀតរបៀបក្នុងការឆ្លងរបស់ HIV ហ្នឹងនិងមួយទៀតតើគួរតែផ្ដល់នៅទៅប្រឹក្សាដើម្បីផ្ដល់ទទួលយកថ្នាំនៅកន្លែងណាដែលត្រឹមត្រូវអញ្ចឹង3ចំណុចនេះដែលខ្ញុំចង់យកមកនិយាយដោយសារតែខ្ញុំធ្វើវីដេអូនេះគឺដូចជាកែឬក៏ឆ្លើយតបទៅនឹងវីដេអូផនបងមួយម្នាក់ដែលគាត់ជា content creator ដែរខ្ញុំឃើញវីដេអូគាត់និយាយតាក់ទងជាមួយនឹងថ្នាំនិងរបៀបឆ្លងនិងកន្លែងដែលទៅយកទិញថ្នាំអីហ្នឹងវាខ្ញុំឃើញហើយឃើញថាវាខុសខ្លាំង3ចំណុចហ្នឹងខុសខ្លាំងដែលខ្ញុំត្រូវតែក្នុងនាមថាខ្ញុំនៅក្នុងវិស័យហ្នឹងដែរខ្ញុំឃើញខុសហើយខ្ញុំគួរតែចែករំលែកក្នុងការកែតម្រូវកុំឲ្យមានការយល់ច្រឡំអញ្ចឹងខ្ញុំសង្ឃឹមថាបើបងបានឃើញនៅក្នុងវីដេអូនេះហើយយល់ពីគោលបំណងរបស់ខ្ញុំគោលបំណងរបស់ខ្ញុំអត់ចង់ថាបន្តបង្អាប់ឬក៏ជន់បងឬក៏និយាយអីដែលចង់និយាយថាធ្វើឲ្យប៉ះពាល់ដល់បងប៉ុន្តែគោលបំណងរបស់ខ្ញុំចង់កែប្រែនៅចំណុចដែលបងលើកមកនិយាយនេះវាខុសអញ្ចឹងវាធ្វើឲ្យខ្លាចធ្វើឲ្យប្រជាជនកម្ពុជាផងយើងមួយចំនួនគាត់បានយល់ច្បាស់ពីជំងឺហ្នឹងហើយក៏ជាពិសេសគឺក្មេងជំនាន់ក្រោយដែលគាត់បានយល់ច្បាស់ពីជំងឺហ្នឹងមានការភ័ន្តច្រឡំដោយសារតែខ្ញុំ scroll មើល comment នៅក្នុងវីដេអូផនបងទៅគឺមានការអ្នកមួយចំនួនក៏មានការយល់ច្រឡំតាមបងដែរព្រោះការបកស្រាយផនបងគឺ3ចំណុចសំខាន់គឺខុសខ្លាំងមែនតើអញ្ចឹងដែលជាមូលហេតុខ្ញុំចង់លើកយកនៅ topic នេះយកមកនិយាយដើម្បីចែករំលែកនិងកែប្រែដើម្បីកុំឲ្យមានការឆ្ងល់ឬក៏មានការភ័ន្តច្រឡំបន្តទៀតអញ្ចឹងកុំឲ្យទៅវែងឆ្ងាយអញ្ចឹងខ្ញុំសូមលើកយកនៅចំណុចសំខាន់តាក់ទងជាមួយនឹង3ចំណុចហ្នឹងគឺទី1ហ្នឹងតាក់ទងជាមួយនឹងថ្នាំដែលតាក់ទងជាមួយនឹង HIV សំខាន់គឺមាន3សំខាន់គឺ3ប្រភេទទី1ថ្នាំព្រឹបហ្នឹងគឺពាក្យពេញថាគេហៅថាpre exposure prophylaxis មួយទៀតគឺថ្នាំ PrEP គឺ post exposure prophylaxis និងមួយទៀតគេហៅថ្នាំពន្យាជីវិតនោះឬគេហៅពាក្យបច្ចេកទេសគឺ anti retrovirus therapy តើថ្នាំទាំង3ហ្នឹងវាខុសគ្នាបែបណាថ្នាំទាំង3ហ្នឹងគឺមានការខុសគ្នាត្រង់ថាចំណុចដែលរួមផនវានោះគឺថ្នាំទាំង3ហ្នឹងគឺមានថ្នាំមួយប្រភេទសារធាតុផ្សំមួយប្រភេទដែលវាមានដូចគ្នាទាំង3ទាំង PrEP និងថ្នាំពន្យាហ្នឹងគឺមានដូចជា tenofovir វាមានទាំងនៅក្នុង PrEP និងថ្នាំពន្យាហ្នឹងថ្នាំ PrEP គឺផ្សំពីសារធាតុថ្នាំពីរមុខបញ្ចូលគ្នាគឺថ្នាំtenofovir ហ្នឹងហើយនិងថ្នាំមួយប្រភេទទៀតថ្នាំ PrEP គឺមាន3សារធាតុផ្សំថ្នាំ3ក្នុងហ្នឹងហើយក៏មាន tenofovir ផងដែរហើយនឹងមានថ្នាំពីរផ្សេងទៀតហើយថ្នាំពន្យាក៏មាន3ប្រភេទក្នុងហ្នឹងដែរហើយក៏មាន tenofovir ដែលដូចនៅក្នុង PrEP ហើយនឹងថ្នាំពន្យាគឺមានដូចគ្នាដែរហើយថ្នាំ PrEP ហើយនឹងថ្នាំ PrEP គឺផ្សំ3មុខហើយ2មុខមានដូចនៅក្នុងថ្នាំ PrEP ដែរមួយប្រភេទទៀតគឺមាននៅក្នុងថ្នាំពន្យាហ
ហើយនៅក្នុងថ្នាំពន្យាមាន3មុខសំចូលគ្នាដែរហើយ2មុខដូចទៅនឹងថ្នាំព្រឹបមួយមុខទៀតដូចទៅក្នុងថ្នាំពឹបហើយនឹងមានថ្នាំមួយប្រភេទផ្សេងទៀតដែលខុសពីគ្នាអញ្ចឹងនិយាយជារួមកុំឲ្យវែងឆ្ងាយនាំទៅស្ដាប់ទៅគាត់អត់នៅក្នុងវិស័យហ្នឹងអាចនឹងមានការកាន់តាឆ្ងល់ណាអញ្ចឹងបើចង់ស៊ីជម្រៅទៅលើថ្នាំចាំខ្ញុំធ្វើនៅវីដេអូក្រោយផងដែរហើយក្នុងវីដេអូនេះក៏ខ្ញុំអត់វែកញែកទៅលើពីចង់និយាយថាសាច់ថ្នាំមេរោគហ្នឹងវាទៅក្នុងខ្លួនយើងយ៉ាងម៉េចខ្ញុំអត់ទេអញ្ចឹងខ្ញុំលើកថា3ចំណុចដែលសំខាន់ដែលខ្ញុំចង់និយាយហ្នឹងអូខេថ្នាំទាំង3ប្រភេទហ្នឹងថ្មីត្បិតតែវាមានសារធាតុផ្សំមួយប្រភេទដូចគ្នាក៏ពិតមែនប៉ុន្តែគោលបំណងក្នុងការប្រើប្រាស់ផនវានិងរបៀបក្នុងការប្រើប្រាស់ផនវាគឺខុសគ្នាទាំង3ថ្នាំព្រឹបថ្នាំព្រឹបគឺជាថ្នាំដែលយើងលេបការពារមុនប្រឈមវាដូចជាវ៉ាក់សាំងមួយអញ្ចឹងណាឥឡូវក៏គេផលិតវ៉ាក់សាំងហ្នឹងវាដូចជាថ្នាំព្រឹបហ្នឹងដែរគឺលេបមុនប្រឈមបែបណាបើន័យថាយើងអត់ទាន់មានការប្រឈមឆ្លងពីបុគ្គលណាឬក៏អ្នកដែលមានផ្ទុកមេរោគអេដស៍អត់ទាន់បានឆ្លងទេប៉ុន្តែយើងលេបអាហ្នឹងដើម្បីការពារវាដូចជាវ៉ាក់សាំងការពារខ្លួនអញ្ចឹងវាហើយរបៀបក្នុងការប្រើប្រាស់វាហ្នឹងគឺមាន2របៀបទី1យើងអាចលេបជារៀងរាល់ថ្ងៃលេបមួយគ្រាប់ជារៀងរាល់ថ្ងៃរបៀបទី2គឺយើងលេប2គ្រាប់មុនពេលរួមភេទ2ម៉ោងហើយនឹងថ្ងៃបន្ទាប់យើងលេបមួយគ្រាប់2ថ្ងៃជាប់គ្នាទៀតអាហ្នឹងរបៀបក្នុងការប្រើប្រាស់ថ្នាំព្រឹបតែបើចង់ដឹងច្បាស់អាចទៅពិភាក្សាជាមួយនឹងអង្គការឬក៏គ្រូពេទ្យដែលតាក់ទងជាមួយនឹងជំងឺអេដស៍នឹងផងដែរនឹង HIV នឹងផងដែរបើចង់ច្បាស់តាក់ទងជាមួយនឹងថ្នាំពឹបគឺការប្រើប្រាស់នៅពេលណាថ្នាំពឹបគឺគេហៅថាថ្នាំក្រោយការប្រឈមមានន័យបែបណាគឺមានន័យថាយើងបាយស្រោមរួមភេទជាមួយនឹងដៃគូដែលយើងអត់ស្គាល់ប្រវត្តិគាត់ថាគាត់មានផ្ទុកឬមិនមានផ្ទុកទេប៉ុន្តែយើងបាយស្រោមឬក៏ការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវមួយទៀតគឺការប្រើប្រាស់មជ្ឈលរួមគ្នាឬក៏ពេលខ្លះយើងបូមឈាមជាពិសេសអ្នកដែលក្នុងវិស័យសុខាភិបាលគាត់ដូចជានឺសដូចជាអីហ្នឹងគាត់ងាយនឹងប៉ះឈាមរបស់អ្នកជំងឺឧទាហរណ៍អីចឹងចាក់ថ្នាំចាក់អីឬក៏បូមឈាមបូមអីចឹងទៅយើងអត់ដឹងថាអ្នកជំងឺហ្នឹងគាត់មានផ្ទុកឬក៏មិនមានផ្ទុកទេចៃដន្យអីឈាមបញ្ចូលហ្នឹងមកប៉ះមុតដៃយើងក៏មានហានិភ័យឆ្លងអាហ្នឹងគេហៅថាក្រោយប្រឈមណាហើយឬក៏ការប៉ះពាល់ឈាមនឹងឈាមអាហ្នឹងក៏ខ្ញុំចង់ការបកស្រាយដែរដូចឧទាហរណ៍ថាដៃយើងមានមុតរបួសអីចឹងទៅហើយយើងទៅប៉ះឈាមអ្នកដែលមានផ្ទុកមេរោគអេដស៍ក៏វាមានហានិភ័យក្នុងការឆ្លងផងដែរប៉ុន្តែបើសិនជាដៃយើងអត់មានរបួសមានអីយើងទៅប៉ះឈាមផនអ្នកដែលមានផ្ទុកមេរោគអេដស៍ហ្នឹងក៏យើងអត់ឆ្លងដែរហ្នឹងខ្ញុំបញ្ជាក់ចំណុចហ្នឹងផងដែរហើយនឹងអាហ្នឹងការរបៀបលេបប្រសិនជាមានករណីដែលយើងក្រោយប្រឈមន័យថាយើងបាយសមយើងចាក់មជុលដៃការប្រើប្រាស់មជុលរួមការប៉ះឈាមអីហ្នឹងដោយចៃដន្យដែលយើងអត់ដឹងថាបុគ្គលហ្នឹងមានផ្ទុកឬមិនមានផ្ទុកអាហ្នឹងយើងលេបថ្នាំពឹបការលេបថ្នាំពឹបហ្នឹងគឺលេបជារៀងរាល់ថ្ងៃមួយថ្ងៃមួយគ្រាប់រហូតដល់មួយខែបន្ទាប់មកទៅយើងតេស្តឈាមម្ដងទៀតអាហ្នឹងការប្រើប្រាស់ថ្នាំពឹបបើតកតងជាមួយនឹងការប្រើប្រាស់ថ្នាំពន្យាកំណាពន្យាជីវិតសំទោសថ្នាំពន្យាជីវិតឬក៏ anti retrovirus therapy នោះគឺយើងត្រូវតែអ្នកដែលមានផ្ទុកមេរោគអេដស៍ហ្នឹងគឺត្រូវតែលេបជារៀងរាល់ថ្ងៃមួយថ្ងៃមួយគ្រាប់ជាប្រចាំរហូតអស់មួយជីវិតនឹងអាចខានបានទេអាហ្នឹងជាថ្នាំសម្រាប់អ្នកដែលគាត់ឆ្លងនៅមេរោគអេដស៍ហ្នឹងហើយមេរោគ HIV ហ្នឹងហើយអញ្ចឹងត្រូវលេបដើម្បីជួយប្រព័ន្ធភាពស៊ាំផនគាត់និងជួយកម្ចាត់ចោលនៅមេរោគអាហ្នឹងតកតងជាមួយនឹងថ្នាំចូលដល់មកចំណុចមួយទៀតតកតងជាមួយនឹងរបៀបនៃការឆ្លងផនគាត់
ខ្ញុំជឿជាក់ថាប្រជាជនផងយើងភាគច្រើនគឺគាត់បានយល់ច្បាស់ពីរបៀបឆ្លងហើយប៉ុន្តែនៅតែមានគាត់មួយចំនួនប្រជាជនយើងមួយចំនួនគាត់នៅអត់ទាន់ច្បាស់ពីការឆ្លងហ្នឹងហើយដែលធ្វើឲ្យមានការនៅពេលដែលគាត់អត់ច្បាស់ពីរបៀបនៃការឆ្លងហ្នឹងគាត់ធ្វើឲ្យគាត់មានការរឹកអើងទៅលើអ្នកជំងឺអញ្ចឹងហើយអ្នកជំងឺនៅពេលដែលមានការរឹកអើងគឺធ្វើឲ្យគាត់មានការបាក់ទឹកចិត្តដែរអញ្ចឹងបាទខ្ញុំចង់លើកយកចំណុចហ្នឹងមកនិយាយសំខាន់ម្ដងទៀតតាក់ទងជាមួយនឹងរបៀបនៃការឆ្លងគឺភាគច្រើនគាត់បានដឹងហើយថាឆ្លងតាមការរួមភេទដោយមិនមានការការពារការប្រើស្រោមអនាម័យអីជាដើមឬក៏ការប្រើប្រាស់ស្រោមអនាម័យមិនបានត្រឹមត្រូវអីជាដើមនឹងការដាច់រលាត់នៅពេលរួមភេទអីចឹងទៅហើយមួយទៀតគឺការប៉ះពាល់ឈាមការប៉ះពាល់ឈាមដូចខ្ញុំបញ្ជាក់បានខាងលើអញ្ចឹងប្រសិនបើយើងប៉ះពាល់ឈាមរបស់អ្នកជំងឺហើយដៃយើងអត់មានរបួសអត់មានអីទេគឺអត់ឆ្លងទេបើសិនជាដៃយើងមុតដាច់រលាត់ហើយយើងទៅប៉ះឈាមអាហ្នឹងទើបមានឆ្លងនៅពេលដែលឈាមហ្នឹងចូលទៅក្នុងរបួសយើងទៅចូលក្នុងចរន្តឈាមទើបយើងមានហានិភ័យក្នុងការឆ្លងប៉ុន្តែបើសិនជាដៃយើងស្អាតបាតអត់មានបញ្ហាយើងប៉ះក៏អត់មានបញ្ហាអីដែរព្រោះអីស្បែកផនយើងមានតួនាទីសំខាន់ណាស់ការពារមេរោគកុំឲ្យចូលបើសិនជាមានដាច់រលាត់គឺមេរោគងាយអត់ចូលបានទេការពារការជៀបទឹកការពារកម្ដៅមួយចំនួនការពារជៀបទឹកហើយឈប់ចាញ់បោកចាស់គាត់ពីដើមគាត់ថាកុំត្រាំទឹកយូរពេកប្រយ័ត្នទឹកចូលសួតអត់ចូលអត់កើតទេគឺយើងមានស្បែកការពារហើយយើងមានទឹកណាទៅចូលសួតបានទេទឹកចូលសួតគឺវាជាជំងឺផ្សេងមួយទៀតមានការរលាកសួតអីរឿងផ្សេងទេតែស្បែកយើងមានតួនាទីសំខាន់អញ្ចឹងវាមិនចេះតែការពារសរីរៈខាងក្នុងយើងឆ្អឹងយើងអីចឹងប៉ះកិច្ចល្មមវាប៉ះពាល់ដល់អាគ្រឿងក្នុងយើងទេអញ្ចឹងវាស្បែកវាអញ្ចឹងកុំភ័យប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺក៏អត់មានឆ្លងដែរពាក់កៅអៅរួមគ្នាគេងជាមួយគ្នាញ៉ាំបាយញ៉ាំអីជាមួយអ្នកមានការឆ្លងទេអញ្ចឹងកុំមានការរើសអើងដល់ពួកគាត់ទៀតហើយមួយទៀតការញ៉ាំក៏អត់មានឆ្លងដែរអត់មានឆ្លងតាមការញ៉ាំទេញ៉ាំអីរួមគ្នាទៅឧទាហរណ៍ថាឈាមរបស់អ្នកជំងឺទៅប៉ះនៅចំណីអាហារហ្នឹងហើយយើងញ៉ាំប្រសិនបើធ្មេញយើងអត់មានឈាមចាញអត់មានអាលីអញ្ចាញដាតយើងអត់មានអាយ៉ាមាត់យើងអត់មានពងបាយអត់រមាស់អត់មានអាយ៉ាអត់មានអីទេពងកយើងអត់មានរលាកអីទេអញ្ចឹងក៏ឆ្លងដែរត្រូវចាំតាមមេរោគមួយចំនួនណាពេលដែលចូលទៅតាមរយៈចំណីអាហារទៅដល់កំពង់អាហារចូលទៅដល់កាពះផងយើងអាស៊ីតកាពះសម្រាប់ខ្ទេចហើយមេរោគមួយចំនួនព្រោះអីក៏អាស៊ីតកាពះផងយើងក្រៅពីវាមានតួនាទីក្នុងការជួយរំលាយអាហារហើយគឺវាមានតួនាទីសម្រាប់មេរោគផងដែរអញ្ចឹងកុំភ័យញ៉ាំអីជុំគ្នាមួយអ្នកដែលមានទុកមេរោគអេដស្លៀកពាក់គេងរស់នៅងូតទឹកអីធម្មតាដូចមនុស្សទូទៅគឺអត់មានឆ្លងទេគឺឆ្លងសំខាន់នៅពេលដែលឈាមប៉ះឈាមបានន័យថារបួសរបស់យើងទៅប៉ះជាមួយឈាមអ្នកជំងឺទើបឆ្លងឬក៏ការចាក់បញ្ចូលរួមគ្នាវាឈាមទៅប៉ះអាហ្នឹងវាឆ្លងហើយការរំភេទនោះទៀតសោតដល់ដាច់រលាត់ទៀតបានមានហានិភ័យឆ្លងអាហ្នឹងត្រូវចំណុចហ្នឹងអញ្ចឹងឈប់មានការរើសអើងហើយក៏កុំមានការយល់ច្រឡំហើយខ្ញុំឃើញវីដេអូបងគាត់និយាយទាំងការប្រើប្រាស់ថ្នាំហ្នឹងក៏ខុសអាពឹបទៅព្រឹបទៅពឹបណាហើយការឆ្លងហ្នឹងវាអត់ត្រូវរឿងគាត់និយាយមកហើយនឹងមួយទៀតតកតងជាមួយនឹងការផ្ដល់សេវាថ្នាំហ្នឹងអត់មែនដើរទិញទៅតាម pharmacy ទូទៅបានទេព្រោះអីថ្នាំហ្នឹងអត់មានលក់នៅក្នុង pharmacy ទូទៅទេមើលនៅក្នុងកំប៉ុងហ្នឹងថ្នាំហ្នឹងហាមលក់អញ្ចឹងបើ pharmacy ណាមានលក់គឺខុសហើយខុសច្បាប់និងខុសច្បាប់នៅសុខាភិបាលទៀតព្រោះថ្នាំគេហាមលក់អញ្ចឹងនៅពេលដែលត្រូវការថ្នាំហ្នឹងគឺត្រូវតែទៅពិភាក្សាផ្ទាល់ជាមួយនឹងវិជ្ជបណ្ឌិតដែលមានជំនាញផ្នែកហ្នឹងឬទៅមន្ទីរពេទ្យរដ្ឋហើយនឹងទៅអង្គការដែលពាក់ព័ន្ធជាមួយនឹងជំងឺហ្នឹងទៅត្រូវទៅប្រឹក្សាផ្ដល់យោបល់នឹងការតេស្តឈាមអីត្រឹមត្រូវមុននឹងការប្រើប្រាស់ថ្នាំមិនមែនយើងចេះតែប្រើតាមតែចិត្តយើងចង់ទេព្រោះឯថ្នាំបើយើងប្រើជាពិសេសថ្នាំសម្រាប់មេរោគដូចអង់ទីប៊ីយោទិកដូចអីចឹងយើងប្រើខុសក្បួនខ្នាតមេរោគសុំថ្នាំ
tiết sau năm ní còn chẳng này năm ní có đôi kia này có bập kho và chạy cái thế có mê độc xóm năm này chẳng hay nâng đôi tiết sau này đã năm mà lên năm vào dìa nâng á cứ thời lên mong na mong nâng rồi tháng ngày mà crop mong na mong nâng đàm bay của mọi mê độc xóm năm mê độc xómนั้นthời đô của mình đô ấy tháng năm nhằm xem tiết chẳng á anh đang chỉ chừng nói chẳngក្នុងវីដេអូនេះគឺខ្ញុំចង់និយាយបកស្រាយដើម្បីកែតម្រូវនៅវីដេអូផាន់គាត់នោះកុំឲ្យមានការយល់ច្រឡំហើយធ្វើឲ្យក្មេងចំនួនក្រោយឬក៏ប្រជាជនយើងមួយចំនួនគាត់បានយល់ច្បាស់គាត់មានការយល់ច្រឡំតាមគាត់អញ្ចឹងខ្ញុំអត់មានគោលបំណងក្នុងការជាប់រំលេចគាត់ឬក៏យ៉ាងម៉េចគឺក្នុងនាមថាខ្ញុំជានៅក្នុងវិស័យហ្នឹងដែរខ្ញុំឃើញខុសអញ្ចឹងខ្ញុំបើអត់កែវាអត់កើតអញ្ចឹងមកជាមូលហេតុមុននឹងយើងធ្វើវីដេអូអីមួយគួរតែសិក្សាស្រាវជ្រាវបានច្បាស់លាស់សិនទើបចាំយើងធ្វើវីដេអូពួកអីពេលដែលយើងធ្វើទៅគឺមានគេអ្នកមើលច្រើនអញ្ចឹងវាអាចនឹងប៉ះពាល់ដល់អ្នកស្ដាប់គាត់ឲ្យបានយល់ដឹងគាត់ជឿតាមយើងអញ្ចឹងវាខុសអញ្ចឹងបានជាមូលហេតុដែលក្រសួងសុខាភិបាលក៏ដូចជាគណៈគ្រូពេទ្យក៏គាត់មានច្បាប់ហើយតាក់ទងជាមួយនឹងការធ្វើ content តាក់ទងជាមួយនឹងសុខភាពគឺត្រូវតែរដ្ឋបិទមែនតើដោយសារតែគាត់ខ្លាចចំណុចហ្នឹងបើសិនជាមិនមែនជាវិជ្ជាបណ្ឌិតដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវទេហើយមកធ្វើវីដេអូតាក់ទងមួយសុខភាពអត់មាន reference អត់មានភស្តុតាងអីត្រឹមត្រូវមកបញ្ជាក់ឯកសារអីមកបញ្ជាក់ត្រឹមត្រូវទេធ្វើទៅខ្លាចមានបញ្ហាខ្លាចខុសនិយាយទៅខុសនិយាយទៅអីចឹងទៅវាធ្វើឲ្យប៉ះពាល់ដល់ប្រជាជនផងយើងគាត់ស្ដាប់ទៅគាត់អត់បានសិក្សាបន្ថែមទៅគាត់ជឿតាមយើងទាំងខុសអញ្ចឹងជាចំណុចមួយដែលក្រសួងសុខាភិបាលក៏ដូចជាគណៈគ្រូពេទ្យគាត់រដ្ឋបិទចំណុចហ្នឹងមែនតើអញ្ចឹងអ្នកដែលធ្វើ content សុខភាពត្រូវតែមានជាបានរៀនសិក្សាពីវិស័យសុខាភិបាលហ្នឹងក៏ដូចជាវិជ្ជាបណ្ឌិតឬក៏និយាយទៅឲ្យតែបានរៀននៅក្នុងសុខាភិបាលហ្នឹងបានដឹងពីរឿងសុខាភិបាលហ្នឹងអាហ្នឹងធ្វើ content ហើយមានអាជ្ញាប័ណ្ណត្រឹមត្រូវអាហ្នឹងអត់ខុសទេក្រោយបានសិក្សាបានស្រាវជ្រាវអញ្ចឹងបើអ្នកដែលអត់មានជាវិជ្ជាជីវៈផ្នែកសុខាភិបាលហ្នឹងហើយចេញធ្វើ content តាក់ទងមួយសុខភាពហ្នឹងគឺច្បាប់គេនឹងរដ្ឋបិទហើយអាហ្នឹងជាចំណុចមួយដែលខ្ញុំបានប្រជុំជាមួយនឹងគណៈគ្រូពេទ្យហើយនឹងសិក្ខាសាលារដងគាត់បានលើកចំណុចហ្នឹងផងដែរអញ្ចឹងហើយខ្ញុំវីដេអូនេះគឺមានតែប៉ុណ្ណឹងប៉ុន្តែខ្ញុំបញ្ជាក់បន្តិចអញ្ចឹងហើយជាមូលហេតុដែលរាល់ការធ្វើ content ឬក៏វីដេអូផងខ្ញុំមុននឹងខ្ញុំចេញធ្វើខ្ញុំត្រូវសិក្សាស្រាវជ្រាវពី topic នឹងច្បាស់លាស់ហើយបាទខ្ញុំយកមកនិយាយទោះជាតែខ្ញុំបានដឹងរឿងនឹងពីមុនហើយប៉ុន្តែមុននឹងមកនិយាយខ្ញុំស្រាវជ្រាវបន្ថែមដើម្បីកុំឲ្យខុសឧទាហរណ៍ខ្ញុំធ្វើ content តាក់ទងជាមួយ filler botox អីហ្នឹងតាមពិតខ្ញុំធ្លាប់ចេះពីមុនហើយធ្លាប់បានរៀនធ្លាប់ចេះអីធ្វើអីហើយប៉ុន្តែមុននឹងលើកយកមកនិយាយខ្ញុំត្រូវស្រាវជ្រាវម្ដងទៀតដើម្បី confirm ថាការពារថាកុំនិយាយទៅកុំឲ្យខុសហើយ topic នេះក៏ខ្ញុំនិយាយដែរតាមពិតខ្ញុំចេះខ្ញុំដឹងរឿងនឹងតាំងពីនៅរៀនយូរហើយអញ្ចឹងក៏ខ្ញុំមុននឹងមកនិយាយក៏ខ្ញុំស្រាវជ្រាវបន្ថែមដែរព្រោះខ្ញុំខ្លាចខុសព្រោះនៅពេលដែលយើងនិយាយធ្វើវីដេអូទៅគឺមានអ្នកមើលផ្សេងច្រើនអញ្ចឹងជាពិសេសក្មេងជំនាន់ក្រោយនេះមិនដឹងយ៉ាងណាអញ្ចឹងមើលទៅខ្ញុំអត់ចង់ឲ្យអ្វីដែលខ្ញុំ spread ទៅខ្ញុំនិយាយទៅវាខុសវាប៉ះពាល់ដល់សង្គមជាតិយើងទាំងមូលអញ្ចឹងណាអាហ្នឹងជាចំណុចមួយដែលខ្ញុំចង់និយាយហើយចង់ផ្ដាំទៅ content creator ដទៃទៀតដែរដែលមុននឹងនិយាយអីគួរតែមានផុសតាងច្បាស់លាស់បានសិក្សាស្រាវជ្រាវឲ្យស៊ីជម្រៅចាំលើកយកមកនិយាយកុំនិយាយទាំងដែលសពិលអត់ច្បាស់វាខុសហើយអានេះខ្ញុំបកជាមួយនឹងរបៀបឆ្លងមួយទៀតខ្ញុំភ្លេចនិយាយតាក់ទងជាមួយនឹងឆ្លងពីម្ដាយទៅកូនហ្នឹងណាឆ្លងពីម្ដាយទៅកូនហ្នឹងបើតាមឯកសារខ្លះថាឆ្លងនៅពេលពពោះអីអញ្ចឹងទៅប៉ុន្តែបើតាមពេលខ្ញុំរៀនវិញឆ្លងពីម្ដាយទៅកូនណាឆ្លងនៅពេលដែលសម្រាលឯខ្លាំងជាងព្រោះអីតងសុកផុនម្ដាយពងសុកផុនកូនហ្នឹងណាផ្លាសងតាហ្នឹងគឺជារបាំងមួយមេរោគមួយចំនួនឆ្លងបានណាហើយអាមេរោគអេដហ្នឹងអាចឆ្លងតាមផ្លាសងតាហ្នឹងបានទេអត់អាចឆ្លងតងសុកអីហ្នឹងបានទេគឺឆ្លងខ្លាំងនៅពេលដែលសម្រាលនៅពេលសម្រាលគឺអាពេលដែលកាត់តងសុករវាងម្ដាយកូនហ្នឹងបើសិនជាគាត់គ្រូពេទ្យហ្នឹងគាត់បានដឹងថាម្ដាយហ្នឹងគាត់មានផ្ទុកមានអីគឺគេខ្លាំម្នាក់គេខ
khăn chai pla dòng về cắt tông sụp nó cứ khăn ăn ao chiêm bạc như mùi mà đai côn mong bò chiêm bạc như đai côn cứ nghi nừng chlong hai mũi tiết bờ mẹ tam thom mà chết cứ nghi nừng chlong nó về để chiêm mà đai về để côn mẹ thom chết bị ai nhang bạc cật ấy bài côn chân nghi nừng chlong côn chân bọn nè đã miền tục mê độc ết về miền côn ở về để những ngày về miền côn rồi trong màn côn thời tập hiện xa chỉ mùi nừng củ bẹt menไปเจ้าท่ามาได้ปกมีนตกเมโรเอ็ดโกนถอยแต่ฉลองได้อ๋อเต้นนะคือมีนกระบวนโครงการการเปลี่ยนจังเนี่ยแต่มีนตกเมโรเอ็ดให้จองบานโกนคือถอยแต่ปรักษาจมูกหนึ่งแปดของเราอยู่บ่อไล่จังถอยเล็บน้ำไปเยียนั่งอย่างห้อยกับหมูไทยอันดับใบอ้อยจมูกเมโรถอยจ่อบันในทางรอบเมโรตัววิอัดเคยอันเดอร์เทคทิวก่อนไอมีนโกนบ้านไหนก่อนไอมีนโกนบ้านให้เล็บน้ำไปเยียรังประตูมายังสมัยดอยกาเวกาจังเตอร์ให้เป็นสมัยยังคลำกับหมอเชียมปากเนี่ยเตอร์ให้กาวบ่าวดอกโกนก็กลัวกับบ่าววิมีพิรอยโครงการฉลองตามตึกดอกได้ป่วยตึกดอกผลิตปีเชียมจังวิอาปากว่าดอกโกนได้จังยังเอายำตึกดอกโกนจังโกนก็อัดฉลองได้จังเหมือนท่าเนี่ยได้มีตุกthời thà tròn đo côn đấy nè hay mình ai vô côn mà nè nó chỉ nói hay nè để miền túc có ai miền sất miền thông ca đi ca miền đại cú thỏm na đôi khi ban oi tại miền ca chia ba ban thầm thơ lên thế nào mà ban tiền to đây chẳng cứ chỉ vật luôn nó đôi mình được thom mà là tu tư chẳng mưa đăng thay quạt miền túc để chiêm sát bạn là oi tại quạt lên thế nào mọi bạn thầm tớ tam buồn cho bạn chẳng tớ hayอาสาตาเชียมหนึ่งไอจังเตอร์ถ่ายสารสุขภาพหัดปราณยำไอเปิลจึงหน่วยทำพอประปอนเฟบซ้อมเตอร์คือรู้เนื้อบ้านอยู่อ่องไว้นะเอาแต่กดกระดกตามกาเอาอยู่บอปีวิจัยมันเดินตามวิจัยมันเชี่ยคืออันไอแดงจังกมีกาเรื่องอ้างกระโดดชิมินกาคลายดอกอาคลังเป็ดจังวิดีโอนี้มีแต่ปัญนังให้ส่งช่วยจุดไลค์นั่งช่วยcho từ like page ของខ្ញុំនិងជួយ follow TikTok ของខ្ញុំនិងជួយ subscribe នៅ channel YouTube ของខ្ញុំដើម្បីទទួលបានវីដេអូផ្សេងៗទៀតហើយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍ក៏សូមជួយ share ចែករំលែកទៅកាន់អ្នកដទៃផងដែរបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ